បងប្អូន iPhone 11បងប្អូនហើយយើងចូល setting មកយើងឃើញថាទូរស័ព្ទហ្នឹងមាន iCloud នេះបងប្អូននេះហើយព្រមមាន iCloud ហ្នឹងជាប់ច្រើនទេណាមិនមែនតែមួយជាប់ដល់3 4ទូរស័ព្ទទេបងឃើញមាន iPhone 5 iPhone 6 Plus ហើយជាប់នៅអី Windows ណាទៀតហើយចុច sign up វាទាមទារ password ហើយយើងត្រូវ password ណាបើយើងអត់មានដែរហ្នឹងយើងចូលទៅ iCloud Find my iPhone អីចានេះ Find my phone on ទៀតនេះចុចបិទអត់បានទេទាមទារ password ដដែលនិយាយទៅវាជាប្រព័ន្ធការពារសំខាន់របស់ iPhone ណាហើយបើយើងចូលទៅ security នេះកន្លែងនេះយើងនឹងឃើញព័ត៌មានទាំងអស់ហើយព័ត៌មានហ្នឹងពាក់ព័ន្ធ two factor authorize ហ្នឹង on ទៀតបងប្អូននេះចុច on ទៀតឃើញ on ហើយលេខទូរស័ព្ទនេះបើយើងមានអត់អីទេតែយើងអត់មានទេខ្ញុំអត់មានទេអញ្ចឹងយើងចុច change password ចុច change password វាទាមទារលេខកូដទាមទារឲ្យយើងទៅយកលេខកូដពីទូរស័ព្ទផ្សេងឬក៏លេខទូរស័ព្ទដែលយើងឃើញមិញហ្នឹងតែឥឡូវអត់បានទេដោយសារយើងអត់មានអញ្ចឹងណាអញ្ចឹងដំណោះស្រាយរបស់វាគឺយើងត្រូវតែប្រើវាជាមួយនឹង tool មួយនេះប៉ុន្តែឥឡូវយើងឆែកមើលច្បាស់សិនតើវាជាប់អត់យើងចូលដោតចូលកុំព្យូទ័រទៅហើយយើងឃើញនេះ iPhone 11 128G នេះហើយឥឡូវយើង copy iMe នេះមកចូលទៅ browser ហើយយើងនេះឆែកនេះ iCloud checker នេះចុចលើវាមកហើយយើងឃើញនេះអញ្ចឹងយើងចុចលើវាចេះមក iMe មិញហ្នឹងយើងយក pass វាកន្លែងនេះមក iMe យើង copy មកមិញហ្នឹងយើងចុច search តើវាមាន iCloud ពិតប្រាកដឬមិនឥឡូវយើងឃើញជាក់ស្ដែងហើយគឺវាជាប់ iCloud ពិតប្រាកដមែនបងប្អូនណាជាប់ពិតប្រាកដមែន iPhone 11នេះបងប្អូនណា A2111 model វាហើយ iPhone 11 series អញ្ចឹងជាប់ហើយអញ្ចឹងយើងដោះស្រាយវាតាមវិធីណាឥឡូវយើងតម្លាក់អស់នេះចេញសិនយើងនឹងដោះស្រាយវាតាម tool មួយនេះតាម unlock tool យើងចូលមកកាន់ Apple នេះ option Apple នេះហើយយើងចុចរើសយក option proxy ចុចលើវាមកយើងទុកវានឹងសិនហើយយើងទៅបើក iTunes tool មួយទៀតនេះ iTunes tool នេះបើក iTunes នេះមកចុចវាកន្លែងនេះបងប្អូនអនុវត្តតាមខ្ញុំណាបងប្អូនណាមកដល់កន្លែងនេះយើងចូលទៅកាន់ទូរស័ព្ទយើងម្ដងទៀតចូលទៅកាន់ទូរស័ព្ទយើងមកហើយយើងចុចលើពាក្យថា iCloud កន្លែងនេះមាន Wi-Fi ហើយយើងចុចលើពាក្យ iCloud នេះមកចុចលើកន្លែងពាក្យ show all យើងទាញមករកពាក្យថា Game Center កន្លែងនេះសំខាន់ណា Game Center ហ្នឹងទូរស័ព្ទអាចដោះបានអត់បានគឺនៅលើ Game Center នឹងឯងអាច reset បាននៅលើ Game Center ហ្នឹងអញ្ចឹងយើងឃើញកន្លែងនេះ Game Center on អញ្ចឹងយើងចុចបិទវាមកនេះហើយយើងចុចបើកវិញបានអត់ on off បានអត់បានអញ្ចឹងមានន័យថាយើងអាចដោះបានអញ្ចឹងដល់កន្លែងនេះយើងត្រូវបិទ Wi-Fi សិនណាបងប្អូនណាបិទ Wi-Fi ទូរស័ព្ទយើងបិទចុចវាបិទមកឬចុចប៉ាល់ហោះមួយទៀតទៅហើយយើងនេះចូលកុំព្យូទ័រយើងចុចកន្លែងនេះអានេះយើងដាក់ password សម្គាល់ខ្ញុំដាក់លេខ1ដូចគ្នាដើម្បី backup នេះ backup ហើយប៉ុន្តែ Wi-Fi កុំបើកបងប្អូនយើងត្រូវបិទវាចោលចាំវាបន្តិចដាច់ខាតកុំបើក Wi-Fi សោះត្រូវបិទកន្លែងហ្នឹងត្រូវបិទអូខេពេលចប់ហើយយើងទម្លាក់វាចេញមកនៅក្នុង tool របស់យើងមួយនេះយើងចុចកន្លែងនេះ
ហើយយើងចូលទៅរើសអានេះ file មិញគេចឹង file យើង backup មកមិញហ្នឹងទាញវាមកក្រោមចុចលើពាក្យថា manifest ចុចទៅលេខ1 password យើងវាយមិញហ្នឹងចុចមកហើយយើងអូខេហើយយើងទងចាំវាដល់ចប់ទៅហើយ Wi-Fi ដាច់ខាតកុំបើកវាត្រូវតែបិទវាអញ្ចឹង Wi-Fi ត្រូវតែ turn off Wi-Fi ឥឡូវយើងត្រូវចាំមើលវាអូខេជោគជ័យហើយបងប្អូនណាជោគជ័យហើយនេះវាដាក់ថានេះហ៎អាក្រោមបាច់ខ្វល់ទេនេះជោគជ័យហើយឃើញទេ Find my phone off អញ្ចឹងបើវាជោគជ័យហើយបងប្អូនត្រូវតែឆែកមើលទៅចូលទៅឆែកភាសាទៀតឆែកនៅលើអ៊ីនធឺណិតតើវាដាច់អត់អញ្ចឹងយើងចូលទៅ copy អានេះភាសាទៀតមកនេះវាដាក់ active yes បងប្អូននេះ active yes អញ្ចឹងយើងចូលកន្លែងនេះមកយើង copy ប៉ុន្តែ Wi-Fi នេះ Wi-Fi កុំបើកអីសោះបងប្អូនណាដាច់សាត់កុំបើកទាំង Wi-Fi SIM ទាំង Wi-Fi អីកុំបើកអញ្ចឹងយើងចុចនេះមកហើយយើងចូលទៅឆែកម្ដងទៀតនេះឆែកមកផាស IME មិញហ្នឹងចុច search ម្ដងទៀតតើវាដាច់នៅអូខេដាច់ហើយបងប្អូននេះដាក់ពាក្យថា off អញ្ចឹងណាយើងឆែកមុននេះមិញគឺវានៅ on ឥឡូវវានៅ off អញ្ចឹងបើវា off ហើយយើងធ្វើមិនទៀត Wi-Fi កុំបើកអីសោះកន្លែងហ្នឹងកុំបើកតម្លាក់មកវិញហើយអញ្ចឹងយើងចូលមក Arras វាចេញសិនណា Arras វាចេញសិនអញ្ចឹងយើងចូលឡើង toolbox នៅនេះ Arras Digital ហ្នឹងចូលមក tool ចូលមកកន្លែងនេះមកនេះអូ sorry នេះអានេះ Arras all data នេះចុចកន្លែងនេះមកហើយ take វា take យកនេះអូខេអញ្ចឹងយើងទុកឲ្យវាដើរចប់ទៅគឺអស់ហើយ Wi-Fi លេងមានជាប់លេងមានអីហើយFind my iPhone iCloud ហ្នឹងលេងមានហើយប៉ុន្តែធ្វើបែបនេះគឺទិន្នន័យរបស់យើងគឺត្រូវបានលុបចោលទាំងស្រុងរូបភាព app ផ្សេងហ្នឹងដូចតែទូរស័ព្ទដែលយើងទិញថ្មីអញ្ចឹងបងប្អូនឥឡូវវាចប់ហើយអូខេឥឡូវវារួចរាល់ហើយអញ្ចឹងរងចាំមើលតើវាអស់ឬក៏មិនអស់វានៅជាប់ទៀតអត់ទៅនៅជាប់ទៀតយើងវេទនាអាហ្នឹងពោអត់មាន server សម្រាប់ដោះទេអាហ្នឹងបាទអូខេបន្ទាប់ពីដោះហើយវាចេញអញ្ចឹងយើងដាក់វាឃើញវាដាក់ថាអីគេ iPhone lock to owner អញ្ចឹងណាអញ្ចឹងវាចេញអញ្ចឹងតែយើងមើល correct មកមើលអានេះអត់មានជាប់អីទេណានៅក្នុង computer អត់មានជាប់អីទេតែនៅលើទូរស័ព្ទវាដាក់ថា iPhone lock to owner អញ្ចឹងណាបងប្អូនអញ្ចឹងកុំតន់ភ័យ
នៅលើ CU tool នេះក៏វាដាក់ yes ដែរ active ហើយអញ្ចឹងយើងគ្រាន់តែ active home screen ទៅគឺទៅហើយនេះវាចេញអញ្ចឹងឃើញទេវាចេញដាក់ដូចយើងឃើញអញ្ចឹងយើងចុចទៅយកអីយកកម្ពុជាអីវា active ទៅហើយតែយើងអត់ដាក់អ៊ីនធឺណិតវាអាចយូរកន្លែងហ្នឹងវាយកល្អជាប់ Wi-Fi អូពេលយើងអរ៉ាស់ហើយយើងអាចជាប់ Wi-Fi បានណាបងប្អូនឥឡូវខ្ញុំជាប់ Wi-Fi សិនបងប្អូនខ្ញុំដាក់ Wi-Fi សិនអូខេយើងដាក់ Wi-Fi យើងចុច active ទៅវាទៅហើយតែអញ្ចឹងយើងមានន័យថាយើងដោះបានជោគជ័យហើយយើងរ៉ាស់បានជោគជ័យហើយបងប្អូនយើងbypass វាបានជោគជ័យនេះមិនមែន bypass ទេរ៉ាស់ទាំងស្រុងដោះដាច់អាហ្នឹងអត់មានជាប់ទៀតទេយើងទទួលបានជោគជ័យហើយយើងក៏ចាំវាតិចទៅបងប្អូនត្រូវតែមាន tool ហ្នឹងដែរត្រូវមាន unlock tool ហ្នឹងបងប្អូនអាចធ្វើអញ្ចឹងបានណាហើយរបៀបធ្វើបងប្អូនអាចមើលតាមវីដេអូដែលខ្ញុំធ្វើហ្នឹងបង្ហាញបងប្អូនទៅបងប្អូនអាចធ្វើបានហើយអូខេឥឡូវវាដល់កន្លែងហ្នឹងហើយអញ្ចឹងមានន័យថាវាទៅហើយអញ្ចឹងយើងចុច continue អូខេ welcome to iPhone អញ្ចឹងមានន័យថាយើងដោះបានជោគជ័យហើយបងប្អូនលេងមាន iCloud លេងមានអីជាប់ទៀតហើយតែទូរស័ព្ទយើងក៏ clean ដែរលេងមានហើយអស់លេងហើយបាទអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះអូខេនេះជា iPhone 11បងប្អូនណា iPhone 11បាទអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះបាយបាយ